nơi ngài khơi tách á lay anh xa vây cho hỏi được chiết lần chơiบอกอายจัดខ្ញុំអើយនៅត្រអូនស្រ័យងូត្រយំយំអងទឹកណែគុំស្ទើរតែបាយសូមជូនជីវប្រវត្តិលោកពៅស៊ីផូកវីរៀមច្បងចំនួនទី1នៃកម្ពុជាចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំសូមពំនាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតតាក់ទងទៅនឹងជីវប្រវត្តិរបស់កវីចំនួនមុនគឺលោកពៅស៊ីផូមកចែកជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាតោះចង់ដឹងរឿងរ៉ាវជក់ចិត្តយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅបទចម្រៀងរបស់អធិរាជសម្លេងមាសស៊ីនស៊ីសាមុតដ៏ពីរោះនៅតែដិតជាប់សត្រីអារម្មណ៍របស់លោកអ្នកគ្រប់ស្រទាប់ភាគច្រើននៃអត្ថន័យចម្រៀងពោពេញតែដោយភាពបបោះអង្អែលលួងលោមសណ្ដំចិត្តអន្តងបេះដូងនារីដែលទោះជារឹងដូចសិលាអង្គរវត្តក៏ដោយក៏នឹងអាចទន់ជាក្រមួនបានដែរបទចម្រៀងភាគច្រើនបានភ្ជាប់សេចក្តីស្នេហាទៅនឹងសម្រស់របស់ទឹកដីស្ទើរតែគ្រប់ច្រកល្ហកនៃមាតុភូមិដូច្នេះហើយបណ្ដាអ្នកស្ដាប់ទាំងឡាយតែងតែនឹកឃើញទៅដល់សម្រស់ដ៏ត្រកាលនៃមាតុភូមិកំណត់របស់ខ្លួនប៉ុន្តែគួរឲ្យសោកស្ដាយណាស់ដែរដែលមនុស្សចំនួនមុនខ្លះនិងចំនួនក្រោយស្ទើរតែភ្លេចអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងទាំងនោះទៅហើយកវីពៅស៊ីផូគឺជាស្ថាបនិកមួយរូបនៃការបង្កើតក្រុមតន្ត្រីសម័យនៅកម្ពុជានិងសិល្បករដែលមានស្នាដៃដ៏មហិមាមុនឆ្នាំ1975និងមានជំនាញច្រើនណាស់លើផ្នែកតន្ត្រីដូចជានិពន្ធបទភ្លេងនិពន្ធទំនុកច្រៀងនិងសម្រួលតន្ត្រីប្រគំហើយលោកក៏អាចលេងឧបករណ៍រនាតដែកបានយ៉ាងពីរោះផងដែរលោកអ៊ំលោកពូអ្នកមីងដែលមានអាយុជាង60ឆ្នាំឡើងប្រកាសជាបានស្គាល់ឈ្មោះកវីពៅស៊ីផូយ៉ាងច្បាស់តាមរយៈវិទ្យុជាតិនិងលើទំព័រកាសែតថាចម្រៀងនិងសៀវភៅចម្រៀងនានាតាំងពីទសវត្សរ៍50រហូតដល់ពេលខ្មែរក្រហមឡើងកាន់អំណាចស្ដេចភ្លេងនៃកម្ពុជារូបនេះបានចូលបម្រើវិស័យសិល្បៈចម្រៀងខ្មែរមុនគេបង្អស់គឺមុនកវីវុយហូកវីយ៉ាងឈៀងកវីស្វាយសំអឿព្រមទាំងអ្នកចម្រៀងស៊ីនស៊ីសមុទ្រនិងលោកសុះម៉ាត់ទៅទៀតដើមទសវត្សរ៍ឆ្នាំ50តាំងពីតន្ត្រីសម័យចេញផ្សាយដំបូងនៅរលកវិទ្យុជាតិគេបានឮនាមរបស់ស្ដេចភ្លេងនៃកម្ពុជារូបនេះទៅហើយខណៈពេលនោះកវីពៅស៊ីផូនេះហើយជាស្ថាបនិកមួយរូបនៃការកសាងវិស័យចម្រៀងសម័យខ្មែរកវីពៅស៊ីផូមានជំនាញច្រើនណាស់លើផ្នែកតន្ត្រីដែលជំនាញទាំងអស់នោះលោកបានចេះច្បាស់លាស់ទាំងអស់ដូចជានិពន្ធបទភ្លេងនិពន្ធទំនុកច្រៀងសម្រួលតន្ត្រីប្រគំនិងអាចលេងឧបករណ៍រនាតដែកបានយ៉ាងពីរោះផងដែរបន្ថែមពីនោះលោកក៏ជាគ្រូបង្ហាត់ដ៏មានជំនាញមួយរូបដែលបានបង្វឹកបណ្ដុះបណ្ដាលសិល្បករល្បីៗជាច្រើនទៅតាមបច្ចេកទេសច្រៀងទាំងអស់នោះនិងបង្ហាត់ពន្យល់ពីភាសាបេះដូងនៅក្នុងចម្រៀងទៀតផងស្ថាបនិកចម្រៀងសម័យខ្មែររូបនេះមានស្នាដៃច្រើនណាស់ហើយសុទ្ធសឹងតែជាបទល្បីៗដែលរស់ក្នុងដួងចិត្តមហាជនតាំងពីសម័យដើមរហូតមកដល់ពេលសព្វថ្ងៃរួមមានបទព្រែកឯងស្ទឹងខៀវរៃពេលល្ងាចសំដីបុរសស្គាល់រសជាតិស្នេហ៍ដួងនេត្រាភ្លើងគ្មានផ្សែងទឹកហូរយំអស់ទឹកភ្នែកល្មមហើយណាស្រីប្រត់ទាំងស្រឡាញ់ពេលមេឃស្រទុំស្លឹកឈើអូនគង់ដឹងខ្លួននិងបត់បេះចិត្តខ្ញុំចោះជាដើមលោកពៅស៊ីផូបានបាត់បង់ទៅហើយប៉ុន្តែឈ្មោះរបស់លោកនៅតែបានរក្សាទុកក្នុងបេះដូងរបស់អ្នកនិយមបទភ្លេងទំនុកច្រៀងកាលពីសម័យមុនប្រវត្តិគ្រួសារនិងការសិក្សានៅក្នុងត្រកូលគ្រួសារមានទ្រព្យសម្បត្តិមធ្យមលោកពៅស៊ីផូមានឈ្មោះពិតហៅថាពៅវណ្ណថា
ជាកូនប្រុសច្បងក្នុងចំណោមបងប្អូន4នាក់ឪពុករបស់លោកពៅស៊ីផូគឺលោកចាពៅធ្វើជាគ្រូបង្រៀននិងជាសមាជិកអ្នកនិពន្ធទស្សនាវដ្តីដែលមានឈ្មោះថាទស្សនាវដ្តីគ្រូបង្រៀនសរសេរជាភាសាបារាំងក្នុងសម័យសង្គមរាស្ត្រនិយមទសវត្សរ៍ឆ្នាំ1940 ម្ដាយរបស់លោកមានឈ្មោះថាស៊ីឡាវជាមេផ្ទះនិងជាមេដាមានការថែរក្សាអប់រំបង្រៀនកូនចៅបានយ៉ាងល្អប្រពៃលោកពៅស៊ីផូមានស្រុកកំណើតកើតជានៅក្នុងស្រុកកោះសូតិនខេត្តកំពង់ចាមនៅលើដងទន្លេមេគង្គមានទឹកពណ៌ត្នោតនៅរដូវវស្សាហើយថ្លាឆ្លុះនៅរដូវប្រាំងលោកកើតនៅក្នុងឆ្នាំ1929លោកមានប្អូន3នាក់ផ្សេងទៀតដែលមានតួនាទីការងារល្អប្រសើរហើយមានតែប្អូនស្រីតែម្នាក់ប៉ុណ្ណោះដែលមិនមាននិស្ស័យសិល្បៈនិងមិនចេះប្រើឧបករណ៍តន្ត្រីប្អូនប្រុសទី1របស់លោកពៅស៊ីផូគឺលោកពៅវ៉ាន់ថនជាអតីតទាហានដែលមានឋានន្តរស័ក្តិវីរសេនីយ៍ឯករហូតមកដល់ចំនួនសាធារណរដ្ឋខ្មែរប្អូនស្រីទី2ឈ្មោះពៅស៊ីវនជាគយរដ្ឋកោផ្នែករដ្ឋបាលប្អូនប្រុសពៅឈ្មោះពៅវ៉ាន់ចនបងប្អូនប្រុសទាំង3នាក់ក្នុងគ្រួសារនេះសុទ្ធតែជាអ្នកចេះលេងឧបករណ៍ភ្លេងដែលឡែកពីគ្នាដែលអាចរាប់បានថាមាននិស្ស័យទៅរកលោកចាពៅជាឪពុកព្រោះគាត់ជាអ្នកលេងខឹមយ៉ាងចំណានមួយរូបគួរបញ្ជាក់ផងដែរថាលោកពៅវ៉ាន់ចនត្រូវជាឪពុកបង្កើតរបស់អតីតតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសគឺកញ្ញាពៅបញ្ញាពេជ្រដោយសារស្ថានភាពរស់នៅរបស់គ្រួសារមានភាពល្អប្រសើរលោកពៅស៊ីផូមានឱកាសបានមករៀនសូត្រយ៉ាងជាប់លាប់នៅភ្នំពេញដែលលោកបានចាក់ចែងពីស្រុកកំណើតឯកោះសូតិននោះតាំងពីក្មេងលោកពៅស៊ីផូបានចូលមកសិក្សានៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិដែលនៅទីនោះលោកបានក្លាយទៅជាប្រធានក្រុមនៃវងតន្ត្រីប្រចាំវិទ្យាល័យដែលមានឈ្មោះថាកុមារតន្ត្រីដែលល្បីល្បាញជាងគេនៅទសវត្សរ៍ឆ្នាំ1940នៅមុនពេលបង្កើតក្រុមកុមារតន្ត្រីលោកពៅស៊ីផូបានចូលទៅសិក្សាអំពីសិល្បៈនិពន្ធបទភ្លេងនិងទំនុកច្រៀងនៅក្នុងព្រះបរមរាជវាំងដោយហេតុនេះហើយទើបលោកចេះសរសេរណោតភ្លេងអក្សរភ្លេងបានយ៉ាងល្អលោកពៅស៊ីផូបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី3ហើយបានប្រឡងចូលបម្រើការងារនៅក្នុងជួរប៉ូលីសជាតិក្នុងអំឡុងឆ្នាំ1948ដល់ឆ្នាំ1949ដែលក្រោយមកលោកបានក្លាយទៅជានាយប៉ូលីសម្នាក់ជាញឹកញាប់ក្នុងតួនាទីជានាយប៉ូលីសលោកពៅស៊ីផូតែងតែធ្វើដំណើរទៅកាន់គ្រប់ច្រកល្ហកនៃបណ្ដាខេត្តនានាក្នុងបេសកកម្មនិងជួនកាលត្រូវដង្ហែព្រះមហាក្សត្រយាងទៅសម្ពោធសមិទ្ធផលសង្គមដោយហេតុនេះហើយទើបកវីនិពន្ធរូបនេះអាចចាប់បាននូវលក្ខណៈធម្មជាតិស្រស់ត្រកាលបញ្ចូលគ្នាទៅនឹងលក្ខណៈពិសេសឬប្រពៃណីដែលឡែករបស់អ្នកស្រុកអ្នកភូមិតាមតំបន់នីមួយៗបង្កើតឡើងនូវមនោសញ្ចេតនាហើយចងក្រងឲ្យคล้ายជាបទចម្រៀងដែលហាក់ដូចជាមានភាពរស់រវើកនិងអមតៈណាស់សម្រាប់ប្រជាពលរដ្ឋនៅតាមខេត្តឬតំបន់ដែលមានបទចម្រៀងជានិមិត្តរូបសម្រាប់ស្រុកភូមិរបស់គេទាំងឡាយដូចជាបទសម្រោងចំការជាដើមបទចម្រៀងនិងស្នេហាបទភ្លេងនិងទំនុកច្រៀងដែលនិពន្ធឡើងដោយលោកពៅស៊ីផូហើយច្រៀងដោយលោកស៊ីនស៊ីសមុទ្រដែលនៅតែពិរោះរំដំនិងពុំអាចបំភ្លេចបានមានច្រើនរាប់រយបទបទស្លឹកឈើបទកណ្ដាលដួងចិត្តបទស្ទឹងសម្ងាត់បទចុងស្រល់បទព្រែកឯកអស់សង្ឃឹមបទស្ទឹងខៀវបទកុលាបសបទសម្រងចំកាល់បទដៃសមុទ្រត្រពាំងរូងបទស្នេហ៍ក្នុងវ័យកុមារសុទ្ធតែជាបទចម្រៀងមនោសញ្ចេតនាអណ្ដែតអណ្ដូងដែលភ្ជាប់ដួងចិត្តស្នេហាទៅនឹងសម្ផស្សធម្មជាតិជាមួយភូមិសាស្ត្រទឹកដីលោកពៅស៊ីផូមានលក្ខណៈពិសេសដោយឡែកមួយការតែងនិពន្ធបទចម្រៀងទាំងនេះបើប្រៀបផ្ទឹមទៅនឹងអ្នកនិពន្ធល្បីៗរួមចំនួនដូចជាលោកម៉ាឡៅពីលោកភួងបុប្ផាលោកហេងហ៊ូវែងនិងលោកហាសាឡនជាដើមព្រោះភាពប្តេជ្ញាណែបនិតស្នេហាពុំអាចឃ្លាតឆ្ងាយពីស្រុកកំណើតរបស់សុភាពបរោះសុភាពនារីទាំងឡាយមានម្ដងនោះលោកពៅស៊ីផូបានទៅរៀបចំការប្រគំតន្ត្រីមួយនៅក្នុងខេត្តបាត់ដំបងក្នុងកម្មវិធីសម្ពោធសមិទ្ធផលខេត្តនោះក្រៅព្រះរាជធិបតីព្រះមហាក្សត្រព្រះនរោត្តមសីហនុពេលដែលតន្ត្រីចម្រៀងប្រព្រឹត្តទៅមានស្រីក្រមុំម្នាក់មានរូបសម្រស់ស្រស់ស្អាតបានជូនផ្កាកុលាបសមួយទងដល់លោកពៅស៊ីផូហើយជូនផ្កាកុលាបក្រហមមួយទងដែរទៅលោកភួងបុប្ផាដែលជាមិត្តភក្តិរបស់លោកប្រមាណតែ20នាទីប៉ុណ្ណោះក្រោយពេលដែលទទួលផ្កាលោកពៅស៊ីផូបានផ្តិតយកនូវសកម្មភាពរូបសម្រស់នឹងទីកន្លែងខេត្តបាត់ដំបងនិពន្ធជាបទចម្រៀងមួយបទភ្លាមដែលមានចំណងជើងថាផ្កាកុលាបសតបជាអំណរគុណទៅម្ចាស់ផ្កាកុលាបដ៏ស្រស់សោភានាក្រុងបាត់ដំបងភ្លាមៗនោះដែរ
បទចម្រៀងមួយបទរបស់លោកពៅស៊ីផូដែលបាននិពន្ធឡើងនៅចុងឆ្នាំ1973បទនេះពីរោះណាស់ដែលបានបរិយាយពីប្រវត្តិស្នេហានិងមុនពេលដែលត្រូវឃ្លាតទៅទាំងស្រឡាញ់រវាងលោកនិងសុភាពនារីអាត់កំបាំងម្នាក់ដែលលោកបានស្រឡាញ់ហើយដែលឈ្មោះរបស់នាងដូចផ្កាដែលលោកបានពោលនោះគឺបទប្រទាំងស្រឡាញ់បទប្រទាំងស្រឡាញ់មានឃ្លាមួយនៃបទចម្រៀងដែលបានសរសេរថាឈ្មោះអូនដូចផ្កាបងបូជាព្រះឃ្លានេះមិត្តអ្នកស្ដាប់អាចយល់ច្រឡំថាសុភាពនារីរបស់លោកប្រហែលជាឈ្មោះដូចផ្កាឈូកហើយមើលទៅប៉ុន្តែមិនមែនទេសម្រាប់អ្នកភ្នំពេញកាលសម័យនោះគេនិយមបូជាដល់ព្រះនៅតាមគេហដ្ឋានដោយផ្កាចន្ទធូដោយសារផ្កាចន្ទធូមិនសូវជាស្រស់ឆាតឆាយប៉ុន្មានទេនិងមានក្លិនក្រអូបណាស់ពិសេសនៅពេលល្ងាចចន្ទធូគឺជាឈ្មោះនារីម្នាក់ដែលលោកពៅស៊ីផូបានតាក់តែងឡើងមកឯងមានរឿងស្រដៀងគ្នានេះដែរភរិយាទី1របស់លោកពៅស៊ីផូមានឈ្មោះថាអ្នកស្រីពេញសរុនដែលស្នេហាបានចាប់បដិសន្ធិឡើងជាមួយនឹងបទចម្រៀងរស្មីអរុណអ្នកស្រីសរុនមានកូន3នាក់ក្នុងនោះមានប្រុស2នាក់និងស្រី1នាក់អំឡុងទសវត្សរ៍ឆ្នាំ1950ដល់ឆ្នាំ1960រថយន្តកញ្ចាស់ Hillman ផលិតនៅអង់គ្លេសជាកម្មសិទ្ធិរបស់គាត់ហើយនៅកញ្ចប់បារីក្រាវ៉ែនអាដែលមួយកញ្ចប់មានតែ10ដើមហើយថ្លៃជាងបារីស្លឹកមាសនោះបានជួយឲ្យលោកពៅស៊ីផូកវីនៃប៉ូលីសរឹតតែស្រស់សង្ហានៅក្នុងក្រសែភ្នែករបស់នារីជាច្រើនគាត់ជក់បារី3ដើមប៉ុណ្ណោះក្នុងមួយថ្ងៃគឺក្រោយពេលទទួលទានអាហារហើយផ្សែងបារីដែលលោកបានបង្ហើរចេញពីច្រមុះអាចជួយឲ្យគាត់គិតឃើញពីរឿងរ៉ាវច្នៃឲ្យចេញជាបទចម្រៀងនិងចង្វាក់ភ្លេងមិនមានប្រភពច្បាស់លាស់ថាតើលោកពៅស៊ីផូមានភរិយាទាំងអស់ប៉ុន្មានទេប៉ុន្តែយ៉ាងណាក៏ដោយលោកគឺជាកវីនិពន្ធដែលសម្បូរស្នេហ៍បំផុតសម័យសង្គមរាស្ត្រនិយមលោកពៅស៊ីផូធ្លាប់ចេញទៅប្រទេសថៃហ្វីលីពីននិងប្រទេសបារាំងដែលក្នុងនោះគឺជាកិត្តិយសដ៏សម្បើមរបស់លោកនៅសម័យនោះការងារនិងជីវិតចុងក្រោយក្រោយរដ្ឋប្រហារអំឡុងឆ្នាំ1970ដល់ឆ្នាំ1972លោកពៅស៊ីផូបានចាកចេញពីការងារប៉ូលីសមកកាន់ការងារជានាយទាហានដែលមានឋានន្តរស័ក្តិជាវរសេនីយ៍ឯកទោះជាជីវិតរបស់លោកពៅស៊ីផូស្ថិតក្នុងការសិក្សាក្នុងជួរប៉ូលីសជួរកងទ័ពក៏គាត់បានផ្សារជាប់ខ្លួនជានិច្ចជាកាលទៅនឹងការតែងនិពន្ធបទភ្លេងនិងទំនុកច្រៀងជាច្រើនរយបទដែលពេញនិយមនិងត្រូវបានកោតសរសើរពីសំណាក់អ្នកស្ដាប់រាប់លានអ្នកនិងច្រើនចំនួនមនុស្សលោកពៅស៊ីផូបានតែងនិពន្ធបទភ្លេងទំនុកច្រៀងឲ្យផលិតកម្មជាច្រើនដូចជាផលិតកម្មច័ន្ទឆាយាផលិតកម្មវ៉ាន់ច័ន្ទផលិតកម្មវត្តភ្នំផលិតកម្មចាបមាសនិងផលិតកម្មនគរវត្តជាដើមបទចម្រៀងដែលលោកស៊ីនស៊ីសមុទ្រច្រៀងមានប្រមាណពី75ទៅ80%ត្រូវបានតែងនិពន្ធដោយលោកពៅស៊ីផូហើយបទជាច្រើនបានរក្សាភាពថិតថេរគង់វង្សរហូតមកដល់ពេលសព្វថ្ងៃខែមេសាឆ្នាំ1975លោកពៅស៊ីផូនិងគ្រួសារបានបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញដោយពួកឃាតករអាវខ្មៅខោខ្មៅលោកពៅស៊ីផូបានឆ្ពោះទៅកាន់ស្រុកកំណើតឯកោះសូទិនដើម្បីបានជួបជុំបងប្អូនក្នុងក្រុមគ្រួសារប៉ុន្តែអតីតភាពនៃគ្រួសាររបស់លោកដែលអង្គការពេជ្ឈឃាតបានចាត់ទុកថាជានាយទុនបញ្ញវន្តសក្តិភូមិចំណែករូបលោកត្រូវជាប់ខ្លួនជានាយប៉ូលីសនៃទាហានចក្រពត្តិតាមតែពួកឃាតករចាប់កំហុសនោះគឺលោកត្រូវបានក្លាយទៅជាទេសករនិងទៅជាអ្នកទោសដែលគ្មានកំហុសក្នុងរបបកម្ពុជាប្រជាធិបតេយ្យកវីនិពន្ធដ៏មានប្រជាប្រិយភាពពៅស៊ីផូនិងក្រុមគ្រួសាររបស់លោកជាច្រើនរូបទៀតបានស្លាប់ក្រោមទរណកម្មដ៏សាហាវព្រៃផ្សៃនិងអមនុស្សធម៌បំផុតរបស់ពួកប៉ុលពតលោកពៅស៊ីផូបានស្លាប់នៅឆ្នាំ1977ដែលនៅពេលនោះលោកមានអាយុ48ឆ្នាំបទចម្រៀងដែលជាទឹកដៃច្នៃនិពន្ធរបស់កវីពៅស៊ីផូនៅតែរស់រវើកនិងស្ថិតនៅជាអមតៈប៉ុន្តែមនុស្សជាច្រើនស្ទើរតែភ្លេចរូបគាត់ទៅហើយបើទោះបីជាគេកំពុងតែស្ដាប់ឬលើកយកបទចម្រៀងទាំងនោះមកច្រៀងឡើងវិញក៏ដោយចាស់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជីវប្រវត្តិរបស់លោកពៅស៊ីផូដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយ
សូមអរគុណពីនាងខ្ញុំ MC វិគីមនីដងចិត្ត